ស្ត្រីជាអាជីវករផ្សារដើមគោម្នាក់ពូកែសម្ដែងធ្វើក្រីក្រកំសត់តែជិះសុទ្ធតែឡានទំនើបនិងរស់នៅផ្ទះវិឡាមហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ចំពោះស្ត្រីជាអាជីវករនៅផ្សារដើមគោម្នាក់ដែលបានស្រាយតវ៉ាមិនសុខចិត្តចំពោះការលេងឲ្យបន្តលក់នៅផ្សារដើមគោដោយបានស្រាយថាខ្លួនក្រីក្រណាស់លក់ដូររាល់ថ្ងៃដើម្បីតែអាហារ3ពេលប៉ុណ្ណោះស្ត្រីរូបនេះបានបង្ហោះសារដោយបានភ្ជាប់ជាមួយនឹងរូបកូនស្រីតូចជាមួយនឹងខ្លឹមសារដ៏កំសត់ថាអាណិតណាស់កូនម្ដាយមកជួយលក់ម៉ាក់រាល់ថ្ងៃព្រោះតែជំពាក់លុយគេច្រើនម៉ាក់ត្រូវតែស៊ូដើម្បីកូនគេដេញអ្នកផ្សារដើមគោឈប់ឲ្យលក់ហើយយ៉ាងណានៅពីក្រោយនៃការនិយាយដំអូនកំសត់បែបនេះពលរដ្ឋបានចូលទៅមើលរូបភាពចាស់ៗនៅលើករណី Facebook របស់ស្ត្រីរូបនេះដែលបានបង្ហោះដោយបានឃើញស្ត្រីអាជីវកររូបនេះមានសិតតែផ្ទះវិឡាជិះឡានទំនើបដែលត្រូវបានគេមើលឃើញថាស្ត្រីរូបនេះពូកែសម្ដែងធ្វើកំសត់វេទនាខ្លាំងណាស់បើតាមម្ចាស់ករណី Facebook ឈ្មោះកុងគៀនឹងត្រូវបានលោកខៀវកញ្ញរិទ្ធមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាយកមកបង្ហោះចែកចាយបន្តនៅលើបណ្ដាញសង្គម Facebook នាថ្ងៃនេះបានបញ្ជាក់ថាស្ត្រីជាអាជីវករលក់ដូរលើចិញ្ចើមផ្លូវសាធារណៈម្នាក់នេះគាត់ពូកែសម្ដែងណាស់គាត់និយាយថារកតែបាយ3ពេលមិនបានផងឥឡូវគេដេញគាត់មិនឲ្យលក់នៅលើដងផ្លូវទៀតតែលោកព្រះអើយកុំមើលវិឡានិងឡានរបស់គាត់ជាមួយគ្នានេះដែរលោកផែងវណ្ណៈក៏បានបង្ហោះនៅលើករណី Facebook របស់លោកផងដែរថាជីវភាពក្រីក្រពិបាកមុខពិបាកក្រោយរោគព្រឹកខ្វះល្ងាចរបស់អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវមនីរ៉េតម៉ៅសេតុងផ្លូវ230ម្នាក់នេះសម្ដែងបានគ្រប់យ៉ាងសូម្បីតែកូននៅតូចក៏យកមកសម្ដែងដែរដើម្បីទាមទារការចាប់អារម្មណ៍លោកបានបន្តថាខ្វះមុខខ្វះក្រោយជំពាក់ធនាគារហើយនៅមានលទ្ធភាពទិញរថយន្ត Lexus ស៊េរីទំនើបជិះទៀតសូមសរសើរក្មួយស្រីខ្វះខាតដោយក្មួយស្រីអ្នកណាក៏ចង់បានដែរគូបញ្ជាក់ផងដែរថាថ្មីនេះក្រុមអាជីវករផ្សារដើមគោបានធ្វើបាតកម្មតវ៉ាបិទផ្លូវដោយស្នើសុំឲ្យបានលក់ដូរនៅទីតាំងដដែលមិនព្រមទៅលក់នៅផ្សារដើមគោថ្មីឡើយដោយលើកឡើងថាទីតាំងផ្សារដើមគោថ្មីនោះស្ថិតនៅឆ្ងាយលក់មិនដាច់ពលរដ្ឋបានមើលឃើញជុំវិញការតវ៉ានេះថាការលក់ដូរបន្លែនៅទីតាំងផ្សារដើមគោចាស់កន្លងមកគឺមានភាពអនាធិបតេយ្យជាទីបំផុតដែលបានរំលោភលើចំណីផ្លូវសាធារណៈសម្រាប់ពលរដ្ឋធ្វើដំណើរពលរដ្ឋថាគេអនុញ្ញាតឲ្យអ្នកខ្លះលក់ដូរលើទ្រូងផ្លូវចំណីផ្លូវសាធារណៈជាចំណាយផលប្រយោជន៍រួមប្រជាជនកម្ពុជាទូទៅរាប់ឆ្នាំមកហើយបានទិញដីទិញផ្ទះអស់ហើយហេតុអ្វីអ្នកមិនយល់គេផ្ដល់កត្តាអនុគ្រោះដល់អ្នកទៅលក់កន្លែងថ្មីមិនយកថ្លៃឈ្នួល2ឆ្នាំមិនបង់ថ្លៃទឹកភ្លើង6ខែសូមព្យាយាមគោរពនៅអ្វីដែលអាចគោរពបានព្រោះទីតាំងលក់ដូរមួយចំនួនយើងមកចាប់យកបំពេញទីតាំងសាធារណៈបន្តិចម្ដងដោយខ្លួនឯងទេគូបញ្ជាក់ផងដែរថាអាជ្ញាធរមិនអាចបណ្តែតបណ្តោយឲ្យអាជីវករយកចិញ្ចើមផ្លូវធ្វើអាជីវកម្មតពូជតត្រកូលបែបនេះទៀតនោះទេគូបញ្ជាក់ផងដែរថាយើងគ្រប់គ្នាតែងតែប្រាថ្នាចង់បានសង្គមមួយល្អសង្គមមួយដែលមានសណ្ដាប់ធ្នាប់សង្គមមួយដែលមានការគោរពច្បាប់ត្រឹមត្រូវប៉ុន្តែសួរថាតើក្នុងនាមយើងជាបុគ្គលម្នាក់បានចូលរួមយ៉ាងដូចម្តេចខ្លះហើយដើម្បីសម្រេចឲ្យបាននៅអ្វីដែលយើងចង់បាននោះតើយើងគួរតែរុញដាក់គ្នាថាអ្នកនេះឬក៏អ្នកនោះគួរតែចាប់ផ្ដើមមុនឬក៏ចាប់ផ្ដើមពីខ្លួនយើងទៅមុន